អូខេសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបបង្កើត WeChat ដោយមិនចាំបាច់ scan បាទអូខេជាដំបូងយើងចូលពាក្យអង់គ្លេសមកយើងចុច sign up បាទថ្មយើងដាក់ឈ្មោះដៃក៏បានដែរបាទហើយបន្ទាប់មកកន្លងទី2គឺយើងដាក់លេខកូដប្រទេសមកបន្ទាប់មកគឺយើងដាក់លេខទូរស័ព្ទបាទបន្ទាប់មកគឺយើងដាក់ password បាទយើងចុចគ្រីសមកហើយចុចអក្សរអង់គ្លេសហ្នឹងមកក្រោមហ្នឹងមកបន្ទាប់មកយើងដើរបន្តិចអូខេយើងចុចគ្រីសគឺបន្ទាប់មកយើងចុច next មកបន្ទាប់មកគឺយើងចុច start បាទយើងចុចរូបខាងនេះមកអូខេបន្ទាប់មកចុចអូខេបាទចេញ scan យើងថយមកវិញតិចមកបន្ទាប់មកចុចទៅមុខវិញទៀតចុច start តិចមកមកយើងចុចរូបបន្ទប់ទឹកអីហ្នឹងមកកន្លែងលាងដៃហ្នឹងមកហើយអូខេទៀតអូខេចាញ់បែបនេះគឺយើងដាក់ Visa card បាទចុចយកលើគេហ្នឹងមកអូខេរងចាំតិចបាទបន្ទាប់មកយើងពេញរួចអស់ហើយគឺយើងចុច next បាទយើងស្អាតកបន្តិចបាទបន្ទាប់មកយើងចុច continue អូខេយើងរងចាំលេខកូដផ្សាយមកឲ្យបាទគឺបង្កើត WeChat គឺប្រមាថត្រង់ថាវាត្រង់លេខកូដ6ខ្ទង់នឹងតែម្ដងបាទជួយឲ្យវាដើរទីម្ដងទៀតមកវាលេខកូដមកហើយអូខេ768456បាទបន្ទាប់មកយើងចុច submit មកអូខេវាដើរទៅមុខហើយ
ខេបន្ទាប់មកយើងចុចនិចទៀតមកចុចគ្រីសមកហើយចុចនិចទៀតចុចគ្រីសហើយចុចដានទៅយើងចុចបើកវាមកអស់មកកន្លែងហ្នឹងបាទបន្ទាប់មកចុចនិចទៀតបាទហើយចុចអ៊ីគ្រីមកអូខេប៉ុនេះគឺយើងបង្កើតបានហើយ WeChat បាទយើងចូលទៅ down seeker តិចមកបញ្ជាក់ថា account យើងបង្កើតថ្ងៃណាអីចឹងណាអូខេយើង add ចឹងមកប៉ុណ្ណឹងគឺរួចរាល់ហើយអូខេអរគុណសម្រាប់ការគាំទ្របងប្អូនបាទសម្រាប់ការតាមដានអូខេអរគុណ